មកញ៉ាំស្ងោរចាប់ឆាយនេះដល់គ្នានេះខ្ញុំធ្វើផ្ទាល់ដៃហើយឆ្ងាញ់ជាតិឆ្ងាញ់ហ្មងដោយសារតែខ្ញុំប្រើជាមួយអាដុំស៊ុបរបស់ជប៉ុនណាអាហ្នឹងដាក់ទៅគឺជាតិឆ្ងាញ់ហ្មងអ្នកនរគ្នានេះរបស់ជប៉ុននេះយើងមានកំប៉ុងទុយនិងកំប៉ុងធំតែសារកំប៉ុងធំហ្នឹងយើងវាថាយើងប្រើអត់តាន់ចឹងខ្ញុំអត់សូវយកមកយើងយកតែខ្លីហ្នឹងមកកន្លះគីឡូហើយខាងក្នុងគេចែកនេះខាងក្នុងគេគឺរបៀបដូចដុំស៊ុបដុំហ្មងហើយអានេះគឺគេចម្រាញ់ចេញពីសាច់សត្វណាមានសាច់សត្វមានបន្លែមានអីក្នុងហ្នឹងមានមាន់ទាត្រីក្នុងហ្នឹងនេះគេដាក់នៅលើនេះហើយនេះមាន់ទាត្រីសាច់ជ្រូកសាច់អីចឹងណារបៀបថាគេងាស់យកអាហ្នឹងមកឲ្យមកកំប៉ុងហ្នឹងគឺយើងប្រើបានតែ4ខែគឺយើងត្រូវបោះចោលហើយយើងទោះយើងប្រើអត់អស់ក៏យើងត្រូវបោះចោលដែរដោយសារតែអានេះគឺគេអត់មានដាក់សារធាតុទុកបានយូរមាននេះអញ្ចឹងអានេះគឺល្អប្រើហើយពេលដែលអ្នកទាំងអស់គ្នាទិញទៅបើកប្រើហើយគឺដាក់ចូលទូទឹកកកជាប់អញ្ចឹងណាប៉ុន្តែខ្ញុំហ៊ាននិយាយថាវាជាតិឆ្ងាញ់ហ្មងយើងអាចយកទៅដាក់ស្ងោរដាក់ធ្វើទឹកស៊ុបដាក់បបរឬក៏ដាក់ឆាដាក់អីក៏បានដែរគឺធានាថាជាតិឆ្ងាញ់